ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ិនយ៉ាមីននេតានយ៉ាហ៊ូបានផ្ដល់ការពិពណ៌នាខុសគ្នាអំពីការសន្ទនាតាមទូរស័ព្ទរវាងពួកគេតាក់ទងនឹងស្ថានភាពប្រយុទ្ធនៅប្រទេសលីបង់ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឲ្យការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ត្រឡប់មករកផ្លូវដើមវិញសេចក្តីថ្លែងការណ៍ដែលមិនស្របគ្នានេះគឺជាឧទាហរណ៍ចុងក្រោយនៃសញ្ញាចម្រុះអំពីវឌ្ឍនភាពក្នុងការបញ្ចប់សង្គ្រាមដែលបានអស់បន្លាយចូលដល់ខែទី4ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់និងបង្កឲ្យមានវិបត្តិថាមពលសកលអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនកំពុងផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកដោយសារតែការប៉ះទង្គិចនៅលីបង់នៅតែបន្តទីក្រុងតេហេរ៉ង់បានអះអាងថាការប្រយុទ្ធនៅលីបង់ត្រូវតែបញ្ឈប់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពលោកត្រាំបានសរសេរនៅលើ Truth Social កាលពីថ្ងៃច័ន្ទថាលោកបានស្នើឲ្យលោកនេតានយ៉ាហ៊ូកុំធ្វើការវាយប្រហារទ្រង់ទ្រាយធំនៅលើទីក្រុងបៃរុតហើយបន្ថែមថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាឲ្យកងទ័ពដកថយវិញលោកត្រាំក៏បានអះអាងទៀតថាលោកបានពិភាក្សាជាមួយនឹងមេដឹកនាំហេបូឡាហើយភាគីនោះបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទៅលើអ៊ីស្រាអែលខណៈអ៊ីស្រាអែលក៏យល់ព្រមបញ្ឈប់ការវាយប្រហារវិញផងដែរទោះជាយ៉ាងណាលោកនេតានយ៉ាហ៊ូបានបង្ហាញទស្សនៈប្រុងប្រយ័ត្នជាងនេះលោកបានបញ្ជាក់ថាអ៊ីស្រាអែលនឹងមិនវាយប្រហារគោលដៅក្នុងទីក្រុងបៃរុតទេប្រសិនបើហេបូឡាបញ្ឈប់ការវាយប្រហាររបស់ខ្លួនប៉ុន្តែលោកបញ្ជាក់ថាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់នឹងបន្តដដែលរដ្ឋាភិបាលលីបង់បានអះអាងថាហេបូឡាបានយល់ព្រមលើសំណើរបស់សហរដ្ឋអាមេរិកដែលរួមមានការផ្អាកការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាខាងត្បូងនៃទីក្រុងបៃរុតជាថ្នូរនឹងការបញ្ឈប់ការបាញ់ប្រហាររបស់ហេបូឡាអ៊ីរ៉ង់បានប្រមានថាប្រសិនបើការប្រយុទ្ធនៅលីបង់បន្តទៀតខ្លួននឹងធ្វើសកម្មភាពជាមួយនឹងក្រុមសម្ព័ន្ធមិត្តដែលគេហៅថា Axis of Resistance ប្រឆាំងនឹងអ៊ីស្រាអែលអ៊ីរ៉ង់ក៏បានគម្រាមបិទច្រកសមុទ្រ Strait of Hormuz ទាំងស្រុងដែលជាផ្លូវដឹកជញ្ជូនប្រេងនិងឧស្ម័នធម្មជាតិរាវដ៏សំខាន់បំផុតមួយរបស់ពិភពលោកលើសពីនេះអ៊ីរ៉ង់និងសម្ព័ន្ធមិត្តក៏កំពុងពិចារណាបិទច្រកសមុទ្រ Bab el-Mandeb Strait ផងដែរដែលជាផ្លូវជំនួសសម្រាប់ដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារពិភពលោកសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងបន្តផ្លាស់ប្តូរសារអំពីសេចក្តីព្រៀងកិច្ចព្រមព្រៀងមួយដែលអាចនាំឲ្យមានការពន្យាពេលបទជបាញ់ប្រហែល2ខែបន្ថែមទៀតដោយអ៊ីរ៉ង់បើកច្រក Hormuz ឡើងវិញនិងសហរដ្ឋអាមេរិកដកការបិទផ្លូវពាណិជ្ជកម្មលើកំពង់ផែអ៊ីរ៉ង់ទន្ទឹមនឹងនេះលោកត្រាំកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងក្នុងការបញ្ចប់សង្គ្រាមដែលធ្វើឲ្យតម្លៃថាមពលកើនឡើងនិងមិនទទួលបានការគាំទ្រពីប្រជាជនអាមេរិកភាគច្រើនលោកយិនមុនថេងអ្នកជំនាញជួញដូរហាងឆេងមាសនៅ FX Begin បានលើកឡើងថាតម្លៃមាសបានរងសម្ពាធធ្លាក់ចុះជាង 2% បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសផ្អាកការចរចាជាមួយនឹងអាមេរិកការអះអាងពីសំណាក់លោកដូណាល់ត្រាំអាចទាញអ៊ីរ៉ង់វិលមកចូលរួមកិច្ចចរចាវិញដែលអាចជួយបន្ធូរបន្ថយភាពតានតឹងហើយក៏ជាសញ្ញាវិជ្ជមានចំពោះមាសផងដែរបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ